ដូច្នេះធ្វើឲ្យខ្ញុំមិនពេញចិត្តអញ្ចឹងតើឯងរត់ធ្វើអីអ្នកទាំងពីរតាមខ្ញុំប្រកាសជារត់ហើយខ្ញុំខ្លាចបន្ចាំមើលឯងទៅមាត់រឿងដល់ណាទៀតរួចហើយខ្ញុំគិតថាលោកគួរតែទៅមន្ទីរពេទ្យសិនទៅបើនាងនៅក្បែរខ្ញុំប្រកាសជាមិនអីទេតើមិនឈឺទេឈឺណាស់ផ្លុំឲ្យខ្ញុំបន្តិចមកប៉ះក៏បានដែរខ្ញុំចង់និយាយថាម៉េចក៏នាងនៅកន្លែងនេះទៀតផ្ទះថ្មីរបស់ខ្ញុំគឺកំពុងតែជួសជុលតុបតែងឥឡូវនេះគឺនៅទីនេះបណ្ដោះអាសន្នសិនអេនៅក្បែរក្រុមហ៊ុនរបស់ខ្ញុំមានសល់បន្ទប់មួយតើនាងចង់មកនៅទេអត់ទេបើយើងទាំងពីរនាក់ត្រូវបានគេថតរូបម្ដងទៀតនោះទោះខ្ញុំលោតចូលទឹកទន្លេអ្នកក៏បកស្រាយមិនចេញដែរនាងចង់បែកគ្នានាងចង់បែកតែម្នាក់ឯងទេខ្ញុំមិនទាន់ទទួលស្គាល់ឯណាព្រះអើយតាលោកចេះខ្មាស់គេដែរទេអត់ទេបងចង់បានអូនបងស្រីឈីងបងនៅខាងក្នុងទេប៉ូលីសនៅខាងក្រៅកំពុងតែចានៅតែចាំបន្តិចកុំរញ៉េរញ៉ៃឬក៏ហក់លេងជន់នៅទីនេះដែរអីយេអំបែមានភ្ញៀវនិយាយមកតើយ៉ាងម៉េចហើយអាយយឈឺមាត់របួសណាស់បងដោយសារតែអូននឹងបានជាបងមានរបួសដូច្នេះអូនត្រូវតែទទួលខុសត្រូវមកលើកបងលោកកុំធ្វើបែបនេះបើលោកមិនរំពាំងទេនោះខ្ញុំវាយប្រុសម្នាក់នោះរួចបាត់ទៅហើយបងស្រីឈីងខ្ញុំទៅតែមកពីប៉ុស្តិ៍ប៉ូលីសតាមពិតទៅអាម៉ាស៊ីនម្នាក់នោះគេពិតជាមានល្បិចមែនហើយមានអ្នកបញ្ជាពីក្រោយខ្នងគេអ្នកណាគេលីងយានគឺនាងម្នាក់នោះទៀតហើយដោយសារតែលោកទៅនាងទៅរញ៉េរញ៉ៃខ្ញុំរហូតស្អីគេបងហើយនឹងនាងគ្មានអ្វីពាក់ព័ន្ធជាមួយគ្នាទេលោកមិនដែលទទួលស្គាល់ទេឥឡូវទៅយ៉ាងម៉េចហើយនាងត្រូវប៉ូលីសចាប់ហើយឬនៅមេធាវីរបស់គ្រួសារលីនបានចេញមុខជួយនាងហើយបាននាំនាងទៅបាត់ហើយស្អីគេទៅបងនាំអូនទៅផ្ទះគ្រួសារលីនហេតុអីបានជាខ្ញុំមានអារម្មណ៍ថាទីនេះដូចជាធ្លាប់មើលអូនកុំអារម្មណ៍អីបងប្រកាសជាឲ្យពួកគេបកស្រាយប្រាប់អូនទៅយេជាយ៉ាចាលីងយាននាងនៅមានមុខយំទៀតលីងឈុនឯងធ្វើបាបយានបែបនេះឬហើយថែមទាំងនាំនាងមកទៀតនេះឯងមិនខ្វល់ពីកិច្ចសន្យាអាពាហ៍ពិពាហ៍របស់គ្រួសារយើងទាំងពីរទេឬខ្មងគោលការណ៍ជាមួយលីងយានខ្ញុំមិនទទួលស្គាល់ទេឯងកន្លែងនេះមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់នាងមើលស្អីហ្នឹងឯងមកផ្ទះអ្នកដតីត្រូវធ្វើយ៉ាងម៉េចតាមមានដារៀនដែរទេលោកស្រីលិនចុះកូនស្រីលោកស្រីមករករឿងខ្ញុំរហូតបែបនេះនេះគឺជាការអប់រំរបស់គ្រួសារលោកស្រីឬនាងគ្មានសុជីវធម៌បងប្រុសលេងឈួនរឿងទាំងអស់នេះខ្ញុំមិនបានធ្វើទេពេលនោះគឺមនុស្សប្រុសម្នាក់នោះគឺជាអ្នកចាប់ប្រកាន់ខ្ញុំទេបន្ទាប់ពីពួកគេត្រូវបានខ្ញុំចាប់ម្ដងហើយទើបបានជាពួកគេគុំនឹងខ្ញុំហើយក៏មកចាប់ប្រកាន់ខ្ញុំគឺជាអ្នកបញ្ជាពួកគេទាំងអស់ស្ដាប់ឮហើយឬនៅនេះទើបជាការពិតខ្ញុំមិនជឿទេណាមួយអ្នកនាងលៀនក៏ធ្លាប់មានប្រវត្តិមករករឿងខ្ញុំដែរហើយពួកនៅលើអ៊ីនធឺណិតដែលជាខ្ញុំទាំងអស់នោះក៏ជានាងក៏ជាអ្នកបញ្ជាខាងក្រៅខ្នងដែរតើនាងនិយាយស្អីនឹងខ្ញុំស្ដាប់មិនយល់ទេបានចាំពេលដែលខ្ញុំរកផុសតាំងឃើញហើយនាងនឹងស្ដាប់យល់ហើយបងនឹងឲ្យមេធាវីលីនសហការជាមួយអូនហើលីងឈុនម៉ាក់របស់ឯងធ្លាប់និយាយហើយថាដំឡងរបស់នាងគឺមានតែខ្ញុំតែម្នាក់គត់អាពាហ៍ពិពាហ៍នេះទោះបីជាឯងមិនយល់ព្រមក៏គ្មានប្រយោជន៍ដែរឥឡូវនេះជួយអ្នកក្រៅមកធ្វើឲ្យរឿងប៉ះពាល់ដល់គ្រួសារយើងទាំងពីរតើវាសមរម្យដែរទេឯងគិតមើលទៅមើលមិនស័ក្តិសមទេអ្នកមីងហើយអ្នកម៉ាក់របស់ខ្ញុំតាមពិតទៅអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាណាស់ដូច្នេះហើយបានខ្ញុំប្រាប់អ្នកម៉ាក់ខ្ញុំថាអ្នកទាំងពីរគួរតែទៅក្រៅប្រទេសរៀបការជាមួយគ្នាទៅនេះអីដូច្នេះហើយបានជាខ្ញុំចង់បញ្ជាក់ថាខ្ញុំមួយជីវិតនេះមិនរៀបការជាមួយកូនស្រីរបស់អ្នកមីងទេមិនឆ្លាសោមិនក៏មានកូនរន្ទេណានកូនរបស់ខ្ញុំមិនស័ក្តិសមនឹងឯងកន្លែងណាទៅឯងនិយាយមកគឺខ្ញុំមិនស័ក្តិសមជាមួយនាងបើខ្ញុំនិយាយអញ្ចឹងធ្វើឲ្យអ្នកមីងសប្បាយចិត្តទេលីងយាននាងមិនទទួលស្គាល់ក៏បានដែរក៏ប៉ុន្តែនៅពេលដែលខ្ញុំស៊ើបដឹងច្បាស់ហើយខ្ញុំប្រកាសជាមិនលើកលែងឲ្យនាងទេពួកយើងទៅតោះនាងឯងទាំងពីរណែនចៅស្រីរបស់យីចៅត្រឡប់មកវិញហើយមែនទេណានចៅស្រីរបស់យាយចៅតាឡប់មកវិញហើយមែនទេបានហើយលោកយាយនាងមិនមែនជាណានទេតើអូនមិនអីទេសៃជីងឆាប់មកនេះមកនេះគឺជាណានហើយណា
មើលចុកណានណានត្រឡប់មកវិញហើយអ្នកម៉ាក់ប្រឡែងដែរទៅនាងគឺមិនមែនជាណានណានទេលោកយាយខ្ញុំមិនមែនជាណានណានទេខ្ញុំឈ្មោះថាមឹងវ៉ាន់ឈីងឯងគឺជាណានណានគិតថាយាយមើលចៅខ្លួនឯងមិនស្គាល់ឬថ្ងៃនេះយាយគឺនឹងឲ្យមរតកគ្រួសារយើងទៅឲ្យចៅថ្លៃពេកហើយខ្ញុំមិនអាចយកបានទេពិតជាមិនអាចយកបានពិតមែនគឺវាថ្លៃពេកហើយនេះគឺជាមរតកដែលយាយឲ្យទៅចៅរបស់យាយថ្ងៃនេះយាយគឺនឹងផ្ទេរទៅឲ្យចៅតែម្ដងម្ដាយក្មេករបស់ខ្ញុំគាត់ចាស់ហើយតែងតែច្រឡំមនុស្សបែបហ្នឹងគាត់វង្វេងទេលេងឈួនចៅទាំងពីរគឺពិតជាស័ក្តិសមនឹងគ្នានឹងលោកយាយនៅចាំខ្ញុំប្រកាសជាចាំហើយក្រែងឯងគឺជាកូនប្រុសគ្រួសារហឺមែនទេឯងគិតថាយើងនេះចាស់ដល់ថ្នាក់លេងចាំគ្រប់យ៉ាងហើយលោកយាយវាពិតជាមានតម្លៃខ្លាំងណាស់ខ្ញុំគឺមិនអាចយកបានពិតមែនចៅមិនយកទេវាពិតជាឆ្ងាញ់ខ្លាំងណាស់ឆាប់ទៅទៅឲ្យលឿនទៅអីយ៉ាម៉ាឆាប់ញ៉ាំថ្នាំទៅខ្ញុំសុំអង្វរនាងមិនមែនជានរណានោះទេឆាប់ទៅស្រីថោកទាបខ្ញុំមិនជឿថានាងពិតជាអាចយកឈ្នះបេះដូងមនុស្សសាវ៉ាដូចជាបងប្រុសលេងឈុនបានទេគាត់ដាច់ខាតត្រូវតែជារបស់ខ្ញុំគឺជារបស់ខ្ញុំអូនកុំបារម្ភអីរឿងដែលលីនយានបានធ្វើបងប្រកាសជាស៊ើបឲ្យច្បាស់អាឡូបងស្រីឈីងអ្នកស្រីហើប្រាប់ឲ្យខ្ញុំហៅបងស្រីត្រឡប់មកវិញមានគេបង្ករឿងហើយអូខេអាឡូអ្នកម៉ាក់តើឯងនៅទីណាមានរឿងធំហើយអញឆាប់ត្រឡប់មកក្រុមហ៊ុនវិញភ្លាមមកបានខ្ញុំដឹងហើយចាំមកផ្លេតតន់ហើយចោះចាំត្រឡប់មកវិញចាំនិយាយគ្នាមួយវិញទៀតស្ថានភាពរបស់វ៉ាន់ជីងពេលនេះគឺកាន់តែធ្ងន់ធ្ងរតាច់ហើយអញប្រាប់ឲ្យនាងចូលមើល comment នៅលើអ៊ីនធឺណិតសិនទៅចាំគិតរកវិធីដោះស្រាយរឿងក្រុមហ៊ុនចាំយើងដោះស្រាយជាមួយនាងក៏បាននេះលោកស្រីហើកំពុងតែបារម្ភពីខ្ញុំឬព្រះអាទិត្យដែលប្រទេសខាងលិចហើយស្ដាប់សម្ដីរបស់អ្នកម៉ាក់ខ្ញុំទៅដូចជាគាត់បារម្ភពីវ៉ាន់ឈីងដែរនាងនៅក្បែរខ្លួនរបស់ខ្ញុំនាងក៏ឮសម្ដីរបស់អ្នកម៉ាក់ដែរហួសហេតុពិតមែនមិនស្មានថានៅលើលោកនេះមានស្រីចង្រៃឆាប់ចេញមកស្រីចង្រៃពឹងមន់ឈីដូចជាជ្រុលពេកស្រីចង្រៃស្រីបែបនេះមិនគួរណាពួកយើងនៅគ្រប់គ្រងនាងទៀតទេបងឥឡូវនេះនៅឲ្យការិយាល័យច្បាប់នៅក្រុមហ៊ុននឹងផ្នែក PR ចេញសេចក្តីថ្លែងការណ៍ការពារក្រុមហ៊ុនអូនគិតមើលតើពួកយើងគួរធ្វើអ្វីទៀតវិធីសាស្ត្រដែលលឿនបំផុតគឺឲ្យលីងយានទទួលស្គាល់ថានាងនៅពីក្រោយខ្នងរឿងទាំងអស់នេះតែនាងប្រកាសជាមិនព្រមទេអំណាចរបស់នាងពិតជាមានប្រយោជន៍ពិតមែនតែស្មៅដែលតូចដុះចេញពីបាត់ថ្មដូចជាខ្ញុំគឺមិនងាយឲ្យអ្នកណាធ្វើបាបទេចង់ធ្វើបាបខ្ញុំមែនទេគឺមិនងាយស្រួលទេអ្នកនាងមឹងបើតាមខ្ញុំដឹងអ្នកនាងហើយនឹងរស័យហក់តាមពិតទៅអ្នកទាំងពីរមិនសូវត្រូវគ្នាប្រមាណទេហើយអំបញ្ញមិញនេះអ្នកនាងមានឱកាសសងសឹកគាត់វិញចុះហេតុអ្វីបានជាអ្នកនាងមិនសងសឹកគាត់បែរជាជ្រើសរើសជួយគាត់ទៅវិញខ្ញុំមិនដែលស្អប់លោកស្រីហើទេលោកស្រីហើតែម្នាក់ខំប្រឹងល្បីក្រុមហ៊ុនរហូតដល់សពថ្ងៃនេះត្រឹមតែចំណុចនេះគឺធ្វើឲ្យខ្ញុំគោរពគាត់ខ្លាំងណាស់ទៅហើយគឺគាត់គឺជាអ្នកបង្រៀនខ្ញុំឲ្យដឹងថាអ្នកដែលអាចពឹងពាក់បានគឺមានតែខ្លួនឯងតែម្នាក់គោលោកស្រីចេញមុខមកលើកនេះត្រូវតែនិយាយឲ្យដាច់ខាតគឺមិនអាចឲ្យលោកប្រធានហ៊ានការពារស្រីបែបនោះបានទៀតទេទោះបីជានាងមានសមត្ថភាពមែនក៏ប៉ុន្តែឲ្យតែពួកយើងហ៊ានឲ្យអ្នកផ្សេងប្រាក់ខែច្រើនប្រកាសជាមានអ្នកផ្សេងដែលមានសមត្ថភាពជាងនាងបើគិតមើលទៅមឹងវ៉ាន់ជីងនាងគ្រាន់តែស្រឡាញ់លើខ្លាំងហើយក៏ប៉ុន្តែមកតែប៉ុណ្ណោះថ្លៃបែកគ្នាជាមួយនឹងលីងឈុនគឺខ្ញុំគឺជាអ្នកឲ្យនាងដោយខ្លួនឯងទេលោកស្រីឈិននិយាយថាខ្ញុំគឺជាស្រីអាក្រក់តើលោកស្រីមានភ័ស្តុតាងដែរទេបើគ្មានទេខ្ញុំមានសិទ្ធិប្តឹងលោកស្រីវិបត្តិបរិហាគេបានមឹងវ៉ាន់ឈីងដោយសារតែមតិសាធារណៈគឺវាធ្វើឲ្យប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុនយើងខ្លាំងណាស់នាងនៅហ៊ានមកក្រអឺតក្រទុំទៀតមិនខ្វល់ថាបែបណាទេសំខាន់នៅលើបណ្ដាញសង្គមពេលនេះគឺជាការពិតមានទាំងរូបភាពទៀតលោកប្រធានបញ្ហានេះគឺវាធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើងណោះក្រុមប្រឹក្សាពួកយើងបានពិភាក្សាគ្នាគឺមិនយល់ស្របនៅអ្វីដែលលោកបានធ្វើបែបនេះទេត្រូវហើយខ្ញុំមិនយល់ព្រមទេខ្ញុំអាចលាឈប់ពីក្រុមហ៊ុនបានក៏ប៉ុន្តែត្រូវចេញដោយសេចក្តីថ្លៃថ្នូរខ្ញុំជឿជាក់ទៅលើចរិតរបស់អ្នកគ្រប់គ្រងមឹងយើងមិនគួរជឿអ្វីនៅលើអ៊ីនធឺណិតនិយាយទេអ្នកទាំងអស់គ្នាក៏ប្រហែលជាមិនទាន់ដឹងទេថារឿងបញ្ហាសហការជាមួយនឹងប្រទេសស៊ីលយ៉ូលើកមុននោះគឺអ្នកគ្រប់គ្រងមឹងគឺជាអ្នកដោះស្រាយហើយក្រៅពីនេះការសហការរវាងក្រុមហ៊ុនយើងហើយនិងក្រុមហ៊ុនវឹងក៏ជាទឹកដៃរបស់អ្នកនាងដែរលោកស្រីនេះ
លោកស្រីបានយកលុយខ្លួនឯងទៅឲ្យស្រីម្នាក់នេះច្រើនណាស់ណាមិនបានជាលោកស្រីនៅតែជួយនាងទៅវិញពិតមែនហើយខ្ញុំឮថាព្រះអង្គម្ចាស់ជាមនុស្សពិបាកនិយាយគ្នាណាស់ឬក៏នាងកេងជាមួយព្រះអង្គអេអេឬក៏នាងកេងជាមួយព្រះអង្គខ្ញុំគឺមិនចង់ជេរលោកទេក៏ប៉ុន្តែមាត់របស់លោកពិតជាស្អុយខ្លាំងណាស់លោកគិតថាលោកគឺជាប្រធានគេហើយពិតមែនទេក្មេងម្នាក់នេះឆាវឆាវមែនក៏ប៉ុន្តែក៏បានវិញមកពីខ្ញុំដែរខ្ញុំនិយាយថានាងគឺជាស្រីថោកទាបតើវាខុសទេលាងមាត់ស្អុយរបស់លោកទៅនាងអេសូមអញ្ជើញស្ដាប់សម្លេងនេះទៅពិតមែនហើយខ្ញុំឮថាព្រះអង្គម្ចាស់ជាមនុស្សពិបាកនិយាយគ្នាណាស់ឬក៏នាងកេងជាមួយព្រះអង្គលោកប្រធានឈិនបើខ្ញុំយកសម្លេងនេះទៅបង្ហោះជាសាធារណៈឬក៏យកទៅឲ្យព្រះអង្គម្ចាស់នាងហ៊ានខ្លួនឯងមិនចេះអីទេតែក៏ធ្វើជាជេរបើកមាត់មកភ្លាមមើងងាយមនុស្សស្រីយកភ្លាមតែម្ដងបើរឿងនេះបែកធ្លាយចេញទៅណាអ្នកទាំងអស់គ្នាគិតមើលថាមតិភាគច្រើនតើគេគិតយ៉ាងណាទៅលោកប្រធានឈិនចិត្តត្រជាក់បន្តិចសិនទៅលីងឈុនហើយនឹងអ្នកគ្រប់គ្រងមឹងគឺជាមនុស្សឆេវឆាវក៏ប៉ុន្តែលោកក៏ពិតជាជ្រុលបន្តិចហើយអ្នកស្រីប្រធានព្រះអង្គម្ចាស់ពិតជាខលមកចំពេលតែម្ដងមនុស្សទាំងអស់នេះតែងតែមានអំណួតឲ្យពួកគេស្ដាប់សម្លេងរបស់ព្រះអង្គម្ចាស់ឲ្យតម្លៃមឹងមន់ឈិញប៉ុណ្ណាដោយផ្ទាល់តែជាតែដឹងតែពួកគេគឺមិនហ៊ានរករឿងមឹងមន់ឈិញទៀតទេចាស់ព្រះអង្គតំបន់អភិវឌ្ឍថ្មីរបស់គ្រួសារហើយជាមួយគ្រួសាររាជវង្សនឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី18ខែនេះគូដែលនៅរបស់យើងបានប្រាប់យើងថានាងមិនអាចតាក់ទងមឹងវ៉ាន់ជីងបានទេយើងចង់ឲ្យអ្នកស្រីប្រាប់ទៅមឹងវ៉ាន់ជីងផងត្រូវតែឲ្យនាងចូលរួមផងអ្នកគ្រប់គ្រងមឹងកំពុងតែប្រជុំជាមួយខ្ញុំម្ចាស់សូមព្រះអង្គរងចាំបន្តិចព្រះអង្គម្ចាស់សួស្ដីអរគុណព្រះអង្គម្ចាស់ហើយនឹងជីងដែលបានអញ្ជើញខ្ញុំម្ចាស់នឹងទុកចិត្តចោះខ្ញុំម្ចាស់គឺប្រកាសជាទៅចូលរួមឲ្យតាន់ពេលវេលាយើងប្រកាសជារងចាំនាងលាហើយជម្រាបលាព្រះអង្គបាយបាយឲ្យពេលខ្ញុំ3ថ្ងៃខ្ញុំនឹងដោះស្រាយបញ្ហានេះឲ្យរួចរាល់ធានាថាគឺមិនឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនទេខ្ញុំមិនយល់ព្រមមកដោះស្រាយអញ្ចឹងទេឲ្យតែនាងនៅទីនេះខ្ញុំមិនទុកចិត្តទេអ្នកស្រីខ្ញុំគិតថាខ្ញុំគួរតែពិចារណាឡើងវិញនៅភាគហ៊ុនរបស់ខ្ញុំលោកប្រធានចិនបើចង់លក់ភាគហ៊ុនមែនខ្ញុំប្រកាសជាទិញទាំងអស់បើបងទិញមែនតើគេព្រមលក់ទេអរគុណចំពោះការទុកចិត្តរបស់លោកស្រីហើហើយនិងលោកប្រធានក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងដោះស្រាយបញ្ហានេះឲ្យបានល្អបងជឿអូនខ្ញុំមិនចង់ស្ដាប់ការសន្យារបស់នាងទេខ្ញុំចង់ស្ដាប់ពីផែនការបន្តទៀតរបស់នាងអញ្ចឹងបន្តឲ្យរឿងបែបនេះបន្តបែបនេះមកផ្លែតសិនទៅនាងចង់មានន័យថាយ៉ាងម៉េចគឺល្បីដោយសារតែរឿងមិនល្អក៏នៅតែជាការល្បីយើងត្រូវតែទាញយកភាពល្បីមកជាប្រយោជន៍របស់ផ្ទាល់ខ្លួនយើងនឹងមើលនេះណាតាមការសង្កេតមើលរបស់ខ្ញុំល្អអញ្ចឹងថ្ងៃនេះប៉ុណ្ណឹងសិនចុះបន្ទាប់មកធ្វើតាមផែនការរបស់នាងទៅផ្នែកច្បាប់ហើយនឹងក្រុមហ៊ុនរបស់យើងគឺគ្រប់គ្រងការងាររបស់នាងអរគុណលោកស្រីហើខ្ញុំនឹងធ្វើវាឲ្យបានល្អមិនចាំបាច់អរគុណខ្ញុំទេខ្ញុំធ្វើនេះក៏ដើម្បីតែផលប្រយោជន៍របស់ក្រុមហ៊ុនខ្ញុំដែរកាលពីមុនខ្ញុំមើលស្រាវសមត្ថភាពរបស់មឹងវ៉ាន់ឈិញពិតមែនជួបបញ្ហាគឺមិនភ័យឆ្លើយឆ្លាតហើយអាចរកគិតវិធីដោះស្រាយបានទៀតនាងប្រៀបដូចជាស្មាទោះបីជួបជុះភ្លៀងយ៉ាងណាក៏នៅតែឈប់បានដោយខ្លួនឯងត្រូវតែធ្វើឲ្យនាងសងលុយមកឲ្យយើងខ្លះអូនពិតជាស័ក្តិសមជាមិត្តសិទ្ធិរបស់បងមែនពូកែណាស់ពូកែខ្លាំងណាស់មិនចាំបាច់សម្ដីផ្អែមទេគួរតែរកវិធីសាស្ត្រដោះស្រាយបញ្ហារបស់លោកទៅមួយឆ្នាំរកចំណូលបានកាន់តែ 30% ចេះតែនិយាយទៅរួចដកដៃរបស់លោកចេញពីខ្ញុំបើមិនដូច្នេះទេប្រយ័ត្នតែថ្លោះស្មាទៅចាំពេលដែលបងចាប់នាងបានហើយប្រកាសជាវាយនាងឯណាណីនាងច្បាស់ជាកិច្ចពីពួកយើងដោយចេតនាហើយរកឃើញតែនំលុយហើយចង់កំចាត់ពួកយើងចេញគ្មានថ្ងៃទេបងសេឈីងខ្ញុំបានជួយបងដោះស្រាយបញ្ហាតាក់ទងនឹងរឿងដែលគេបរិហាបងហើយខ្ញុំជឿជាក់ថាប្រហែលថ្ងៃទៀតប្រកាសជាមានការផ្លាស់ប្ដូរអរគុណបងសេឈីងមិនក៏បងមិនទៅរកពួកគេឲ្យជួយបងអរគុណមិនចាំបាច់ទេខ្ញុំអាចដោះស្រាយវាដោយខ្លួនឯងបានតោះទៅនាងមកហើយកូនចង្រៃទីបំផុតឯងមកហើយអ្នកទាំងពីរមកទីនេះធ្វើអីមកធ្វើអី
គឺមកយកថ្លៃចិញ្ចឹមនាងនឹងហើយមឹងវ៉ាន់ឈីងយើងពិតជាមើលស្រាលនាងពេកហើយពេលនោះនាងមិនព្រមរៀបការជាមួយនឹងថកែចាស់ដែលមានលុយច្រើននិយាយថាគឺមានតែអ្នកប្រុសគ្រួសារអភិជនទេទើបស័ក្តិសមនឹងនាងហើយឥឡូវនេះនាងពិតជាអាចរកបានពិតមែនកុំចេះតែនិយាយខ្ញុំបែកគ្នាជាមួយគាត់យូរហើយពួកយើងគ្រាន់តែជាមេហើយនឹងកូនចៅតែប៉ុណ្ណោះយើងមិនខ្វល់ថានាងបែកឬក៏មិនបែកទេឆាប់ឲ្យលុយយើងមកយើងចិញ្ចឹមឯង10ឆ្នាំហើយទេប៉ុណ្ណឹងក៏វាមិនច្រើនដែរឲ្យ3លានមកអ្នកទាំងពីរចាប់ចម្រិតមែនទេអូខ្ញុំនឹកឃើញហើយគេតាមពិតទៅគឺជាប្រុសចិញ្ចឹមដែលមិនរង្វាន់ជាចិញ្ចឹមដើម្បីកំសាន្តតែប៉ុណ្ណោះបងស្រីរបស់ខ្ញុំមិនមែនជាមនុស្សអញ្ចឹងទេអ្នកទាំងពីរស្និទ្ធស្នាលជាមួយគ្នាតែបើថាមិនមែនក៏គ្មានអ្នកណាគេជឿដែរយូមែនហើយមិនអាចបន្តឲ្យពីរអ្នកនេះនៅរញ៉េរញ៉ៃនៅមុខក្រុមហ៊ុនបានទេខ្ញុំអាចឲ្យលុយបានតែដូរកន្លែងនិយាយគ្នាទៅយើងមិនទៅទេអ្នកណាដឹងថាពេលបដូរទីតាំងហើយនាងបដូរពាក្យសម្ដីឬក៏រកមនុស្សមកវាយធ្វើបាបយើងទៅត្រូវហើយនៅទីនេះពួកយើងនឹងគឺជាឪពុកម្ដាយចិញ្ចឹមរបស់មឹងមន់ឈីងពួកយើងគឺខំចិញ្ចឹមនាង10ឆ្នាំមកហើយខំរកលុយឲ្យនាងរៀនសូត្របានខ្ពង់ខ្ពស់លទ្ធផលនៅពេលដែលនាងរៀនចប់ហើយក៏ផ្ដាច់ទំនាក់ទំនងជាមួយពួកយើងទៅប្តីរបស់ខ្ញុំក៏សុខភាពមិនល្អទៀតខ្ញុំគ្មានជំរឿអីមានតែសុំលុយពីនាងខ្លះទេវ៉ាន់ឈីងឯងធ្វើជាមនុស្សកុំរមិលគុណពេកអីពួកយើងគឺចិញ្ចឹមឯងដល់ធំណាស់រកលុយឲ្យឯងរៀនសូត្រគឺមិនងាយស្រួលទេឯងអាចមិនខ្វល់ពីពួកយើងតែឯងគឺមិនអាចទុកប្អូនប្រុសរបស់ឯងចោលបានទេមឹងវ៉ាន់ឈីងប្អូនប្រុសរបស់ឯងចូលចិត្តឯងខ្លាំងណាស់ឯងត្រូវតែជួយគេមឹងវ៉ាន់ឈីងឲ្យលុយទៅពួកគាត់ទៅធ្វើជាមនុស្សត្រូវតែចេះដឹងគុណពួកគាត់ខំចិញ្ចឹមនាងអ្នកទាំងអស់គ្នាមិនទាន់ដឹងរឿងច្បាស់លាស់តើមកនិយាយស្អីទៅអ្នកណាគេចាំបង្ករឿងខ្ញុំស្មានថាជានរណាគេតាមពិតទៅគឺជាមិត្តប្រិតរបស់វ៉ាន់ឈីងគឺលោកប្រធានហក់ខ្ញុំគឺជាលោកប៉ារបស់វ៉ាន់ឈីងហើយនាងគឺជាអ្នកម៉ាក់របស់វ៉ាន់ឈីងអ្នកទាំងពីរនៅទីនេះចាប់បង្ករឿងខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរអ្នកទាំងពីរចាត់ទុកទីនេះជាផ្សារលក់បន្លាចាប់ពួកគេទៅយកទៅសួរចម្លើយមិនក៏ចាប់ពួកខ្ញុំចឹងលោកប្រធានហៅពួកយើងជាចំវាន់ឈីងដោះធំគឺមិនងាយស្រួលទេពួកយើងក៏មិនមែនចង់បានលុយច្រើនដែរយកតែ3លានតែប៉ុណ្ណោះពួកយើងដាច់ចិត្តមករកលុយនេះក៏ព្រោះតែពួកយើងគ្មានជំរើសទៀតទេពួកយើងត្រូវការតែ3លានទេហើយនឹងចោលតាលេខាផ្ដាច់ទំនាក់ទំនងជាមួយនាងខ្ញុំចង់ប្រាប់អ្នកទាំងពីរថាលុយមួយកាក់មួយសេនក៏ខ្ញុំមិនឲ្យអ្នកទាំងពីរដែរអ្នកទាំងពីរហ៊ាននៅមុខក្រុមហ៊ុនរបស់ខ្ញុំបង្ករឿងផងខ្ញុំមិនលើកលែងឲ្យអ្នកទាំងពីរទេលោកប្រធានថាលុយ3លានសម្រាប់លោកគឺដូចជាសម្អោចអញ្ចឹងលោកចាំបាច់ធ្វើអញ្ចឹងចំពោះពួកយើងធ្វើអីចាំបាច់នៅពេលដែលអ្នកទាំងពីរធ្វើបាបបឹងវ៉ាន់ឈីងខ្ញុំមិនអាចឈរអបដៃមើលបានទេអ្នកលោកប្រហែលជាមិនទាន់ដឹងទេមឹងវ៉ាន់ឈីងតាំងពីវិទ្យាល័យមកក៏គឺចូលចិត្តដែរជាមួយមនុស្សប្រុសមិនចេះខ្មាស់គេទេត្រូវហើយនៅមានថកែចំណាក់ដែលមានលុយម្នាក់ចូលចិត្តនាងទៀតក៏ប៉ុន្តែនាងមិនព្រមរៀបការនិយាយថានាងនៅក្មេងហើយស្អាតមានតែលោកប្រុសអ្នកមានទាំងក្មេងទាំងសង្ហាទេដែលស័ក្តិសមនឹងនាងនោះនាងតាមពិតទៅចង់បានលុយរបស់លោកទេបន្ទាប់មកយកលុយនឹងទៅចិញ្ចឹមប្រុសតស្អីប្រភេទហ្នឹងមិនស័ក្តិសមនៅជាមួយលោកទេបិទមាត់ទៅនាងចង់បានលុយខ្ញុំមានលុយតើស្មើនឹងនាងស្រឡាញ់ខ្ញុំដែរខ្ញុំមិនចង់បានអីទៀតទេតើលោកប្រធានហក់មានបញ្ហាមែនទេលោកប្រធានហក់នាងមិនមែនជាស្រីបរិសុទ្ធទេគឺប្រពន្ធរបស់លោកទៅវិញទេដែលមិនមែនជាស្រីបរិសុទ្ធលោកប្រធានហឺអ្នកនាងមឹងមិនត្រឹមតែឡើយបកស្រាយការពិតទេត្រូវតែប្តឹងទាសំណងជំងឺចិត្តត្រូវហើយថ្លៃជំងឺចិត្តមួយសិនក៏មិនអោយបាត់ដែរបាទហើយនៅមានពួកគេទាំងពីរអ្នកទៀតតើឯងមិនខ្លាចលាតត្រដាងនេះរបស់ឯងទេខ្ញុំមិនខ្លាចទេមុននឹងមានថ្ងៃនេះខ្ញុំក៏ធ្លាប់គិតថារឿងអាក្រក់កាលពីមុនគឺទុកនៅក្នុងចិត្តតែអ្នកទាំងពីរមករករឿងខ្ញុំម្ដងហើយម្ដងទៀតធ្វើឲ្យខ្ញុំដឹងថាការដែលទុករឿងអាក្រក់នៅក្នុងចិត្តគឺវានឹងធ្វើឲ្យខ្ញុំកាន់តែឈឺចាប់ជារៀងរហូតឯងធ្វើបែបនេះអនាគតទៅមានគ្រួសារអ្នកមានមកពីណាដែលគេទទួលឯងគឺជាកូនប្រសារនោះខ្ញុំនឹងធ្វើជាអ្នកមានដោយខ្លួនឯងមេធាវីសុំលោកជួយរៀបចំឯកសារលម្អិតឲ្យខ្ញុំផងរឿងនេះគឺជារឿងឯកជនរបស់ខ្ញុំថ្លៃមេធាវីគឺខ្ញុំនឹងចេញដោយខ្លួនឯង
បានអ្នកនាងមឹងមេធាវីសុងជូនពួកគេទាំងពីរទៅប៉ះប៉ូលីសទៅនាំទៅវ៉ាន់ឈិញឯងមិនអាចធ្វើអញ្ចឹងបានទេមឹងវ៉ាន់ឈិញតានាងមិនខុសពីមុខគាត់ទេមែនទេវ៉ាន់ឈិញលេងលោកប៉ាមិនអីទេនោះគឺជាលោកនាយកប៉ាយឯគាត់គឺជាអ្នកសម្ភាសលោកប្រធានហឺនឹងតាមដានរឿងបញ្ហារបស់អ្នកគ្រប់គ្រងមឹងនេះសូម្បីតែស្ថានីយទូរទស្សន៍ក៏តាមដានរឿងអ្នកគ្រប់គ្រងមឹងដែរឬរឿងរបស់គាត់កាន់តែធំហើយហុងនាវលីងឈួនតាមពិតទៅខ្ញុំមកទីនេះគឺដើម្បីសម្ភាសអ្នកនាងមឹងសម្ភាសខ្ញុំរើសត្រូវហើយបងប្រុសទី3អ្នកគ្រូមើលរបស់ខ្ញុំមានរឿងហើយណាបងត្រូវតែជួយគាត់មិនមែនដូចអីដែលនៅលើបណ្ដាញសង្គមគេនិយាយទេមេរៀនដែលគាត់បង្រៀនពួកយើងគឺមិនដូចជាអ្វីដែលពួកគេនិយាយទាំងអស់បើមិនមែនដោយសារតែខ្ញុំប្រកាសជាមិនដឹងថាយ៉ាងម៉េចទេរឿងទាំងអស់នេះពួកយើងមិនអាចធ្វើអ្វីបានទេនេះបងពិតជាមិនជួយគាត់ពិតមែនអាឡូនេះគឺជាស្ថានីយទូរទស្សន៍មែនទេខ្ញុំគឺជាប្រធានរបស់មណ្ឌលកុមារកំព្រាខ្ញុំមានរឿងចង់លាតាដើមពីមុងមន់ឈិញតើនេះជាស្ថានីយទូរទស្សន៍មែនទេខ្ញុំគឺជារិសិតមកពីសាកលវិទ្យាល័យតុងខ្ញុំចង់លាតដឹងពីមឹងវ៉ាន់ឈិញមិនមានមនុស្សច្រើនម្លេះដឹងពីមឹងវ៉ាន់ឈិញខ្ញុំត្រូវតែមកសម្ភាសនេះដោយផ្ទាល់មិនមានមនុស្សច្រើនម្លេះដឹងពីមឹងវ៉ាន់ឈិញខ្ញុំត្រូវតែមកសម្ភាសនេះដោយផ្ទាល់ការពិតគឺមិនអាចលាក់បាំងបានទេខ្ញុំបានស្នើទៅឲ្យក្រុមច្បាំងរបស់ក្រុមហ៊ុនបញ្ជូនឯកសារប្តឹងទៅកាន់អ្នកទាំងអស់នោះរួចហើយក៏មានមនុស្សមកសុំទោសជាបន្តបន្ទាប់ដែរអ៊ីនធឺណិតមិនមែនជាកន្លែងដែលគ្មានច្បាប់ទេមនុស្សចែកចាយពាក្យឬក៏រឿងដែលមិនសមរម្យមុននឹងដឹងការពិតប្រៀបបានទៅនឹងយកកំបិតទៅចាប់អ្នកដែលគ្មានទោសនោះសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជាប្រធានមណ្ឌលកុមារកំព្រាផឹងសានមឹងវ៉ាន់ឈិញធ្លាប់ជាក្មេងដែលស្នាក់នៅមណ្ឌលកុមារកំព្រាក្រោយមកត្រូវបានគ្រួសារមឹងទទួលយកទៅចិញ្ចឹមនៅពេលដែលនាងរៀនសាកលវិទ្យាល័យនាងក៏បានចាប់ផ្ដើមបរិច្ចាគលុយឲ្យមកដល់នេះគឺជាភស្តុតាងនៅក្នុងកងធនាគារអាចពិនិត្យមើលបានសួស្តីអ្នកទាំងអស់គ្នាខ្ញុំគឺជានិស្សិតសាកលវិទ្យាល័យមួយនេះគឺជាលុយដែលបងស្រីវុនតែងតែបានឧបត្ថម្ភដល់ការសិក្សារបស់ខ្ញុំកាលពី3ខែមុននេះអ្នកនាងមឹងបានជាឧត្តមក្មេងៗនៅភូមិរបស់ខ្ញុំអ្នកនាងមឹងធ្វើអំពើល្អមិនដែលចង់បានគេឈ្មោះទេមនុស្សល្អដូចជានេះខ្ញុំមិនជឿថាជាមនុស្សដែលដូចគេនិយាយនៅលើអ៊ីនធឺណិតទេខ្ញុំសុំសួរអ្នកនាងមឹងថាអ្នកនាងមឹងធ្វើអញ្ចឹងដើម្បីតែអ្វីទៅពីព្រោះខ្ញុំធ្លាប់ឆ្លងកាត់ព្យួរភ្លៀងដូច្នេះហើយពេលដែលខ្ញុំមានសមត្ថភាពខ្ញុំចង់ឲ្យឆាត់នេះទៅមនុស្សដែលត្រូវការជំនួយវ៉ាន់ឈិញកុំខ្លាចអីគឺលោកប៉ាទេកុំចុះមកពួកឯងធ្វើស្អីនឹងបងស្អីក៏មិនបានធ្វើដែរគឺនាងចង់តាក់ទងបងអត់ទេនាងចង់តាក់ទងបងមិនមែនជាខ្ញុំទេខ្ញុំមិនបានធ្វើទេជួយផងមានចោលចូលក្នុងម៉ូតូរបស់ខ្ញុំឯណាចោលខ្ញុំវាយឯងឈប់វាយទៅក្រែងឯងនិយាយថាគេជាចោលប្រសិនបើនាងមិនព្រមបង់ប្រាក់ព្យាបាលទេយើងនឹងប្រាប់អ្នកគ្រប់គ្នាថានាងគឺជាមនុស្សបែបណាប្រាប់ពួកគេថានាងនៅផ្ទះព្យាយាមតាក់ទាញឪពុកចិញ្ចឹមនិងប្អូនប្រុសខ្លួនឯងទោះបីជាលោកឈិនមានអាយុ70ឆ្នាំក៏ដោយក៏លោកគឺជាអ្នកមានទ្រព្យសម្បត្តិច្រើនដែរណាបើនាងរៀបការជាមួយនឹងគេនាងគឺអាចនៅចាំតែផ្ទះយកតែលុយពីគាត់រាល់ខែបានខ្ញុំមិនព្រមរៀបការទេបើមិនចង់រៀបការជាមួយតាចាស់ម្នាក់នឹងឆាប់ទៅរកអ្នកមានម្នាក់រៀបការជាមួយគេទៅហើយឲ្យគេម្នាក់នឹងឲ្យលុយពួកយើងរាល់ខែនេះទើបហេតុទៅកតញ្ញូចំពោះពួកយើងបើមិនចឹងទេយើងធ្វើឲ្យឯងខូចគេឈ្មោះបាត់បង់កតញ្ញូពួកគេពិតជាអាក្រក់ណាស់យើងមិនលើកលែងឲ្យពួកគេទេតើពួកឯងជាអ្នកណាហេតុអីបានជាចាប់ពួកយើងមកទីនេះបើមានរឿងអ្វីអាចនិយាយគ្នាបានលោកប្រុសសុំដោះលែងពួកយើងទៅមានអីនិយាយគ្នាស្រួលបួលទៅណាកុំវាយពុកខ្ញុំអី